តែក្តៅរបស់អ្នកគ្រូនឹងសម្រាប់អ្នកណាខ្លះដែលយើងហូបបានណាទូទៅឬក៏ផ្ដោតតែអ្នកគាត់ក្រោយសម្រាលហើយមិនមែនអ្នកក្រោយសម្រាលហើយទេប៉ុន្តែអ្នកក្រោយសម្រាលពេញនិយមដោយសារតែបទពិសោធន៍អ្នកគ្រូផ្ទាល់ពេលដែលយើងមានកូន3ហ្នឹងគឺញ៉ាំអាហ្នឹងតែឃើញថាមានឧបសគ្គត្រង់ថាពេលដែលញ៉ាំទៅវាហាងខ្លាំងពេកហើយវាលំរៀបថាវាល្អមួយយ៉ាងតែយើងដូចមានអារម្មណ៍ថាខ្វះអីវាដូចអត់ធូរស្រាលវាអត់ធូរអារម្មណ៍វាអត់ធ្វើឲ្យយើងញៀនឲ្យចង់ញ៉ាំទៀតទេតែពេលញ៉ាំទៅបានផលមែនបានផលត្រង់ថាញ៉ាំទៅវាក្តៅភាយពេញរាងកាយយើងតែម្ដងហើយមួយទៀតពេលដែលយើងញ៉ាំទៅគឺស្រួលខ្លួនយើងមានកម្លាំងបន្ទោបងអីហ្នឹងគឺវាស្រួលមែនតើពេលស្រាវជ្រាវទៅបានដឹងថាអានេះគឺវាមានតួនាទីជួយខ្លាំងអញ្ចឹងសួរថានរណាគេអាចញ៉ាំបានគឺ recommend តែម្ដងសម្រាប់អ្នកដែលគាត់ចង់បានប្រព័ន្ធរាងកាយរឹងមាំហេតុអីបានយើងចង់ឲ្យអ្នកកូនខ្ចីគាត់ញ៉ាំព្រោះអ្នកកូនខ្ចីរាងកាយគាត់ចុះខ្សោយរបៀបថាអ្នកសរសៃខ្ចីដែលសម្រាប់កូនហើយរបៀបថាស្ពឹកដៃស្ពឹកជើងដូចវាល្ងាញាក់អញ្ចឹងយើងចង់រកអីញ៉ាំក្តៅអញ្ចឹងយើងគិតដល់អ្នកកូនខ្ចីមុនប៉ុន្តែល្អបំផុតគឺអ្នកដែលគាត់ចង់បានប្រព័ន្ធភាពស៊ាំរឹងមាំអ្នកដែលគាត់ផ្ដាសាយអ្នកដែលគាត់របៀបតឹងច្រមុះអ្នកដែលគាត់មានអារម្មណ៍ហត់នឿយញ៉ាំទៅដូចដកដង្ហើមទៅយើងសម័យមុនអ្នកគ្រូចាំថាម្ដាយអ្នកគ្រូគាត់មានត្រឡោកមួយហើយគាត់ញ៉ាំតែទឹកក្តៅទេចាស់ខ្មែរយើងអាយុវែងណាដោយសារពួកគាត់ញ៉ាំតែក្តៅហើយគាត់ជ្រើសប្រើ ingredient របស់ខ្មែរយើងនិយាយឈឺទេបើសិនជាអ្នកត្រូវប្រើទី1អ្នកកូនខ្ចីទី2អ្នកដែលគាត់ចង់បានអាយុវែងហើយរាងកាយគាត់រឹងមាំល្អអ្នកដែលគាត់កំពុងតែ stress អ្នកស្វឹងស្រាដែលងើបអត់រួចចង់ដាក់អីរឿងធូរញ៉ាំហើយយើងស្វាអាហ្នឹងគាត់ដឹកដល់តែធូរស្រាលរបស់ធូររាយហើយបញ្ជាក់បងប្អូនទាំងអស់គ្នាថាគ្រឿងផ្សំយើងនេះមិនងាយធ្វើណាមកត្រឡោកដែលឯងឃើញហ្នឹង1គីឡូធ្វើ3ម៉ោងប៉ុន្តែគោលដៅរបស់យើងចង់បង្កើត brand តែមួយប្រភេទដែលឲ្យពិភពលោកបានស្គាល់បងប្អូនយើងនៅប្រទេសផ្សេងៗគាត់អត់ដែលបានដឹងថាខ្មែរយើងមានរបស់ល្អហ្នឹងសម្រាប់អ្នកសម្រាប់កូនរួចញ៉ាំទៅមានកម្លាំងញ៉ាំទៅប្រព័ន្ធសរសៃឈាមគាត់ល្អប្រព័ន្ធដង្ហើមគាត់ល្អប្រព័ន្ធរំលាយអាហារគាត់ល្អអត់ដែលមានអ្នកគេដឹងទេសូមបញ្ជាក់មួយទៀតយើងអត់ប្រើខ្ចីធម្មតានេះគេហៅខ្ចីភ្លើងពេលដាក់ទៅពោះក្តៅពោះឈីវហ្មង